សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel I Talk English សាជាថ្មីថ្ងៃនេះខ្ញុំមានបាទវីដេអូថ្មីមួយទៀតសម្រាប់អ្នកទាំងអស់គ្នារៀនអំពីការសន្ទនាជាភាសាអង់គ្លេសនៅកន្លែងធ្វើការបាទតោះអញ្ចឹងដើម្បីចង់ដឹងថានៅក្នុងនេះយើងប្រើប្រយោគអីខ្លះនៅកន្លែងធ្វើការឥឡូវយើងចូលទៅមើលទាំងអស់គ្នាបាទនៅក្នុងការសន្ទនានេះមានតួអង្គ2បាទតួអង្គខាងប្រុសនេះគឺឈ្មោះ John ហើយនិងតួអង្គខាងស្រីនេះគឺឈ្មោះ Emma បាទហើយនៅក្នុងការសន្ទនានេះយើងចែកចេញជាផ្នែក4-5ផ្នែកបាទដូចជាផ្នែកទី1នេះយើងនិយាយពី greeting មានន័យថាយើងជួបគ្នាដំបូងហ្នឹងយើងនិយាយអីបន្ទាប់មកចំណុចទី2ទី3ចឹងទៅបាទតែខ្លីៗទេអូខេតោះអញ្ចឹងឥឡូវយើងចាប់ផ្ដើមពី greeting ទៅមុនបាទអញ្ចឹងJohn គាត់បានសួរទៅ Emma ឬក៏និយាយទៅកាន់ Emma ថាអរុណសួស្ដី Emma បាទអរុណសួស្ដី Emma បាទអរុណសួស្ដីនេះយើងហៅថា good morning good morning Emma បាទបន្ទាប់មក Emma គាត់និយាយទៅកាន់ John វិញថាអរុណសួស្ដី John បាទអញ្ចឹងយើងប្រើ good morning John បន្ទាប់មក Emma ហ្នឹងសួរទៅ John ទៀតថាអ្នកសុខសប្បាយទេ How are you How are you បាទអញ្ចឹង sentence how are you ហ្នឹងគឺអ្នកសុខសប្បាយទេហើយ John ក៏ឆ្លើយថាខ្ញុំសុខសប្បាយអរគុណចុះអ្នកវិញអញ្ចឹងអង់គ្លេសគេហៅថា I'm good ឬក៏ I'm fine បាទអញ្ចឹងភាសាអង់គ្លេសពេលយើងឆ្លើយថាខ្ញុំសុខសប្បាយយើងអាចឆ្លើយថា I'm good I'm fine ហ្នឹងហើយអញ្ចឹងមានន័យថាសុខសប្បាយហើយអរគុណហ្នឹងគឺ thanks បាទធម្មតាយើង say thank you ប៉ុន្តែបើយើងទៅ say តា thank ហើយអត់មាន you បាទយើងត្រូវថែម s បាទ thanks អរគុណបាទហើយចុះអ្នកវិញហ្នឹងអង់គ្លេសយើងហៅថា and you I'm good thanks and you ខ្ញុំសុខសប្បាយអរគុណចុះអ្នកវិញអញ្ចឹង Emma ក៏ឆ្លើយថាអូខ្ញុំសុខសប្បាយដែរបាទខ្ញុំក៏សុខសប្បាយដែរអញ្ចឹងអង់គ្លេសថា I'm fine too ឬក៏ I'm good too បាទអញ្ចឹងពាក្យ to ហ្នឹងយើងហៅថាដែរទៅដែរញ៉ាំដែរអីហ្នឹងណាបើប្រើពាក្យ to បាទចូលមកចំណុចទី2គឺគេ asking about work មានន័យថាសួរអំពីការងារមុនហ្នឹងគឺ greeting សិនឥឡូវសួរអំពីការងារអញ្ចឹង John ក៏សួរទៅ Emma ថាថ្ងៃនេះអ្នករវល់ទេបាទថ្ងៃនេះអ្នករវល់ទេ Are you busy today Are you busy today បាទអញ្ចឹងពាក្យ busy ហ្នឹងគឺរវល់ហើយ today គឺថ្ងៃនេះបាទអញ្ចឹងសម្រាប់ការបកប្រែយើងអាចប្រើ today នៅខាងមុខបានឬក៏នៅខាងក្រោយដោយភាសាអង់គ្លេសក៏បានដែរហ្នឹងហើយអញ្ចឹង Are you busy today ថ្ងៃនេះអ្នករវល់ទេដល់ Emma ក៏ឆ្លើយថាចាថ្ងៃនេះខ្ញុំមានការងារច្រើនបាទថ្ងៃនេះខ្ញុំមានការងារច្រើន Yes I have a lot of work today I have a lot of work today បាទអញ្ចឹង I have ហ្នឹងគឺខ្ញុំមានបាទ have ហ្នឹងគឺមានការងារហ្នឹងគឺ work ហើយដល់ច្រើនហ្នឹងគឺ a lot many អញ្ចឹងភាសាអង់គ្លេសគេដាក់ a lot of work in ខ្មែរគេយើងនិយាយថា work a lot ខ្ញុំមានការងារច្រើនថ្ងៃនេះ I have a lot of work today បាទអញ្ចឹង John ក៏និយាយវិញថាអូខេសូមប្រាប់ខ្ញុំបើអ្នកត្រូវការជួយបាទសូមប្រាប់ខ្ញុំបើអ្នកត្រូវការជួយអូខេ Please tell me if you need help Okay Please tell me if you need help បាទអញ្ចឹងសូមនោះគឺ please សូមប្រាប់ tell បាទប្រាប់ខ្ញុំ tell me បើ if អ្នក you ត្រូវការ need ជួយ help បាទ help គឺជួយអូខេ
please tell me if you need help អូខេសូមប្រាប់ខ្ញុំបើអ្នកត្រូវការជួយអញ្ចឹងអេម៉ាក៏និយាយថាចាអរគុណច្រើនបាទអរគុណច្រើន yes yes thanks so much yes thanks so much បាទអញ្ចឹង so much ហ្នឹងមានន័យថាអរគុណច្រើនណាស់ណាអរគុណច្រើនណាស់បាទចូលដល់ចំណុចទី3បាទ talking about a task មានន័យថាយើងនិយាយអំពីកិច្ចការអញ្ចឹងអេម៉ាក៏និយាយទៅកាន់ John ថា John អ្នកអាចផ្ញើរបាយការណ៍ទៅមេបានទេអ្នកអាចផ្ញើរបាយការណ៍ទៅមេបានទេអញ្ចឹងអង់គ្លេសគេនិយាយថា John can you send the report to the boss John can you send the report to the boss បាទអញ្ចឹងអានេះយើងបង្កើតសំណួរជាមួយនឹងពាក្យ can បាទអ្នកអាចនឹង can ណាបាទអ្នកអាច you can បាទភាសាអង់គ្លេសថា can you អ្នកអាចផ្ញើបាទផ្ញើរបស់អីមួយនេះហៅ send របាយការណ៍ report ទៅមេមេហ្នឹងបាទយើងស្គាល់ហើយយើងហៅមេហ្នឹងគឺ boss បាទទៅមេ to the boss បានទេបាទអញ្ចឹងភាសាអង់គ្លេសពេលដែលយើងបង្កើត question ជាមួយពាក្យថា can នៅក្នុងភាសាខ្មែរយើងប្រើពាក្យសំណួរថាបានទេឬក៏បានអត់ត្រូវអត់បាទបានអត់ហ្នឹងហើយ John can you send the report to the boss John អ្នកអាចផ្ញើរបាយការណ៍ទៅមេបានទេបន្ទាប់មក John ក៏ថាបាទខ្ញុំនឹងធ្វើវាឥឡូវនេះបាទ Yes I will do it now Yes I will do it now បាទអញ្ចឹង will ហ្នឹងបាទនៅក្នុងភាសាអង់គ្លេសគឺយើងប្រើអំពីអ្វីដែលនឹងកើតឡើងដូចជាពាក្យថាអនាគតកាលបាទយើងប្រើ will ភាសាខ្មែរប្រើថានឹងបាទប៉ុន្តែនឹងស្អើណាបាទធ្វើវា it mean មានន័យថា do it ធ្វើវា do it ឥឡូវនេះមានន័យថា now ខ្ញុំនឹងធ្វើវាឥឡូវនេះ I will do it now បាទបន្ទាប់មក Emma ក៏និយាយថាល្អមេត្រូវការវាមុនថ្ងៃត្រង់ល្អមេត្រូវការវាមុនថ្ងៃត្រង់ចឹងអង់គ្លេសគេនិយាយថា good The boss needs it before noon The boss needs it before noon បាទអញ្ចឹងមេហ្នឹងគឺ boss ត្រូវការ need វាជា it បាទសម្រាប់ it យើងហៅថាវាមុន before បាទមុន before ហើយថ្ងៃត្រង់គឺពាក្យ noon ល្អមេត្រូវការវាមុនថ្ងៃត្រង់ Good the boss needs it before noon បាទអូខេចូលចំណុចទី4គេហៅថា asking for help បាទដូចថាសុំការជួយអញ្ចឹងទៅហ្នឹងហើយអញ្ចឹងចនក៏ប្រហែលជាមានអីឲ្យអេម៉ាជួយគាត់បាននិយាយថាអេម៉ាខ្ញុំអត់យល់នេះទេខ្ញុំអត់យល់នេះទេចឹងអង់គ្លេសយើងនិយាយថា Emma I don't understand this I don't understand this បាទអញ្ចឹងអត់យល់គឺ don't understand បាទអត់យល់ don't understand បាទអញ្ចឹងយល់ហ្នឹងគឺ understand ហើយនេះហ្នឹងគឺ this បាទខ្ញុំអត់យល់អានេះទេបាទ I don't understand this ហើយបន្ទាប់មកគាត់សួរទៅអេម៉ាមកសំណួរទៀតថាអ្នកអាចជួយខ្ញុំបានទេបាទអ្នកអាចជួយខ្ញុំបានទេអញ្ចឹងប្រយោគនេះយើងនិយាយថា Can you help me Can you help me ឃើញទេអានេះយើងបង្កើតសំណួរជាមួយនឹង can អញ្ចឹងយើងនឹងនិយាយថាបានទេឬក៏បានអត់ជួយខ្ញុំបានអត់ជួយខ្ញុំបានទេ Can you help me ហ្នឹងអញ្ចឹងអេម៉ាបានឆ្លើយទៅវិញថាអូចាប្រកាសណាស់បាទពិតប្រកាសហើយប្រកាសណាស់អត់អីទេអញ្ចឹងទៅបាទអញ្ចឹងកន្លែងនេះអង់គ្លេសយើងថា yes of course
yes of course បាទពេលដែលយើងឆ្លើយទៅនៅណាអូអូខេប្រកាសហើយអញ្ចឹងយើងប្រើពាក្យហ្នឹងណា yes of course បាទអញ្ចឹងគាត់នឹងជួយតបមកក៏ John បាននិយាយថាអរគុណច្រើនណាស់ទៅ Emma ហ្នឹងអរគុណច្រើនណាស់ Emma អញ្ចឹងយើងរៀនហើយបាទគឺយើងនិយាយថា thank you very much or thank you so much or thanks so much បាទដូចគ្នាណាបាទអូខេអញ្ចឹងក៏ Emma បានឆ្លើយទៅវិញថាអត់អីទេអត់អីទេបាទអាហ្នឹងយើងស្គាល់ហើយយើងប្រើគ្រប់ពេលដែលគេនិយាយអរគុណមកយើងឬក៏គេនិយាយសុំទោសមកយើងឬក៏គេសួរថាអូយ៉ាងម៉េចហើយអញ្ចឹងយើងអាចឆ្លើយថាអត់អីទេបាទអត់អីទេប៉ុន្តែការប្រើភាសាអង់គ្លេសយើងប្រើខុសគ្នាទៅតាមស្ថានភាពដូចជាពេលដែលគេនិយាយថាអរគុណមកយើង thank you ហ្នឹងបាទពេលដែលយើងឆ្លើយទៅវិញយើងថា you welcome you welcome ប៉ុន្តែបើគេនិយាយថាអូ sorry សុំទោសអានឹងយើងអត់ប្រើ you welcome ទេយើងប្រើពាក្យថា never mind ប៉ុន្តែបើភាសាអង់គ្លេសខ្មែរយើងប្រើថាអត់អីទេអត់អីទេណាហើយមួយទៀតបើគេសួរយើងថាare you okay អ្នកអត់អីទេអញ្ចឹងពេលដែលយើងឆ្លើយទៅវិញជាអង់គ្លេសយើងអត់ប្រើ you welcome យើងអត់ប្រើ never mind ទេយើងថាI'm okay or that's okay បាទអញ្ចឹងខ្មែរយើងនៅតែប្រើអត់អីទេបាទចូលដល់ចំណុចទី5មានន័យថា ending the day គឺជាថ្ងៃចុងថ្ងៃហើយបាទថ្ងៃចុងម៉ោងហើយ ending ហ្នឹងបាទចប់ថ្ងៃហើយអញ្ចឹង Emma ក៏បានសួរទៅ John ថា John ដល់ម៉ោងទៅផ្ទះហើយយើងតែសួរតើតោះទៅផ្ទះដល់ម៉ោងហើយបាទដល់ម៉ោងទៅផ្ទះហើយអញ្ចឹងអង់គ្លេសគេហៅថា John it's time to go home it's time to go home បាទអញ្ចឹងពាក្យថាដល់ម៉ោងពេលដែលយើងដល់ម៉ោងធ្វើអីមួយណាយើងថា it's time អញ្ចឹង to បន្ទាប់មកយើងបាទយើងដាក់ពាក្យណាទៅដល់ម៉ោងញ៉ាំបាយអញ្ចឹងទៅ it's time to eat rice ដល់ម៉ោងទៅផ្ទះ it's time to go home អញ្ចឹងទៅណា it's time to work ដល់ម៉ោងធ្វើការហើយបាទអញ្ចឹងយើងបដូរទៅតាមពាក្យដែលយើងចង់ប្រើបាទអញ្ចឹងដល់ម៉ោងហ្នឹងគឺ it's time ហើយទៅផ្ទះបាទ go home បាទខ្មែរយើងចូលចិត្តដាក់ពាក្យហើយនៅខាងក្រោយអញ្ចឹងដល់ម៉ោងទៅផ្ទះហើយប៉ុន្តែអង់គ្លេសយើងមិនត្រូវការប្រើ already អីទេណា just say it's time to go home ដល់ម៉ោងទៅផ្ទះតែប៉ុណ្្នឹងគឺបានហើយបាទអញ្ចឹងចនក៏និយាយទៅវិញថាបាទស្អែកជួបគ្នាហ្នឹងហើយស្អែកយើងមកធ្វើការទៀតអញ្ចឹងស្អែកជួបគ្នាអញ្ចឹងស្អែកជួបគ្នាហ្នឹងអង់គ្លេសយើងហៅថា see you tomorrow បាទ tomorrow នោះគឺស្អែកហើយជួបគ្នាហ្នឹងគឺ see you meet you បាទជួបគ្នាស្អែក see you tomorrow ហើយអេម៉ាក៏គាត់ឆ្លើយទៅអញ្ចឹងវិញដែរណាចាស្អែកជួបគ្នា yes see you tomorrow បាទអញ្ចឹងការសន្ទនានេះមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាវាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាក្នុងការអនុវត្តការនិយាយភាសានៅកន្លែងធ្វើការអញ្ចឹងទៅបាទអញ្ចឹងក្រៅពីនេះទាំងអស់គ្នាអាចបន្ថែមប្រយោគណាដែលតាក់ទងទៅនឹងរឿងផ្ទាល់ខ្លួនឬក៏ដែលចង់និយាយអាចបន្ថែមខ្លួនឯងបានណាបាទអញ្ចឹងអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមដល់ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយវីដេអូនេះបាទបើមានសំណួរឬក៏មានជាមតិយោបល់អីបាទចាំដាក់នៅក្នុង comment ដើម្បីខ្ញុំបានដឹងផងបាទអូខេអញ្ចឹងអរគុណទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាប៉ុណ្្នឹងចុះហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀត